ជំរាបសួរនិងសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងគ្នាយើងវិលមកជួបគ្នាសាជាថ្មីម្ដងទៀតហើយនៅរាត្រីនេះផងដែរខ្ញុំបាននឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងគ្នាមកតាមដានស្ដាប់នៅសាច់រឿងរបស់ពុកប៉ាត់បន្តទៀតនៅក្នុងសាច់រឿងនេះទៀតសោតគឺពុកប៉ាត់ត្រូវបានក្រុមទាហានមួយក្រុមអញ្ជើញឲ្យទៅជួយតាមរកមនុស្សនៅក្នុងព្រៃទៀតហើយមូលហេតុអ្វីដែលមនុស្សចូលក្នុងព្រៃជ្រៅនោះយើងនឹងដឹងនៅពេលបន្តិចទៀតនេះអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងទៅតាមដានស្ដាប់នៅសាច់រឿងថ្មីទាំងអស់គ្នានៅព្រឹកមួយគឺពុកប៉ាត់រួមជាមួយនឹងលោកគ្រូមៀត្រូវបានគេអញ្ជើញឲ្យទៅតាមរកមនុស្សនៅក្នុងព្រៃមួយកន្លែងហើយព្រៃនៅទីសោតគឺនៅមិនឆ្ងាយពីភូមិប៉ុន្មានទេតែគ្រាន់ថានៅម្ដុំព្រៃនោះគឺជាប់នឹងទល់ដែនដោយសារតែនៅក្នុងសម័យនោះគឺជាសម័យអាណានិគមផងនោះក្រុមទាហានជាច្រើនបានមកកេណ្ឌពលរដ្ឋឲ្យទៅជួយតាមរកមនុស្សទៅជីកថ្មទៅរករ៉ែកាប់ឈើអីចឹងទៅព្រោះគេត្រូវការកែច្នៃនៅពេលដែលពុកប៉ាត់ទៅជាមួយនឹងលោកគ្រូមីនោះក៏មានក្រុមទាហានគេមកអញ្ជើញឲ្យពួកគាត់ទៅជាមួយគ្នាគេថាគេបាត់មនុស្សច្រើនអ្នកណាទៅមួយក្នុងព្រៃនោះដើមដំបូងគឺមនុស្សទាំងអស់នោះត្រូវបានគេយកទៅធ្វើការឲ្យទៅកាប់ថ្មទៅជួយជីកដីដើម្បីស្វែងរករ៉ែអ្នកខ្លះទៀតគេឲ្យទៅជួយឈើអីចឹងទៅនៅសម័យនោះមិនទាន់មានម៉ាស៊ីនទំនើបជឿនលឿនអីទេគឺគេប្រើអាណាដៃដែលជាអាណាស្លឹកខ្មៅមិនទះធំដែលគេប្រើឈើជាជំរាកពុកប៉ាត់ដោយសារតែគាត់គឺជាមនុស្សមានចំណេះដឹងនៅក្នុងខ្លួនផងហើយណាមួយគាត់បានត្រូវគេកែនទេដោយសារតែមួយរយៈមុនហ្នឹងគឺគាត់រវល់មកខាងខេត្តកំពង់ស្ពឺដូច្នេះហើយទើបបានជាពុកប៉ាត់គាត់បានដឹងរឿងរ៉ាវដែលគេកែអ្នកស្រុកឲ្យទៅជួយជីកដីនិងកាប់ឈើនោះឯងនៅតាមផ្លូវនោះគឺពួកគាត់ធ្វើដំណើរដោយជារថយន្តគឺមានទាហាន4ទៅ5នាក់គេនៅអមសងខាងនិយាយទៅមកអញ្ជើញយើងឲ្យទៅតាមរកមនុស្សទេតែដូចជាមកចាប់យកអ្នកទៅអញ្ចឹងលោកគ្រូមៀគឺគាត់អត់មានមន្តកអ្វីទេតែមេវិជ្ជាការដែលគេនិយាយខ្មែរបកប្រែនោះគេបាននិយាយមកកាន់លោកគ្រូមៀថាមនុស្សច្រើនណាស់ដែលបាត់ខ្លួននៅទីនោះមិនដឹងថាយ៉ាងម៉េចយ៉ាងម៉េចទេតាមមើលទៅមេវិជ្ជាការដែលជាខ្មែរនេះគឺគេបារម្ភពីកូនចៅទេតានៅពេលដែលពួកគាត់ទាំងអស់គ្នាធ្វើដំណើរទៅដល់ជិតមាត់ព្រៃលោកគ្រូមៀគាត់ក៏លន់មកថាព្រៃម្ដុំនឹងទៀនលើបែបនេះហើយពុកប៉ាត់គាត់ក៏ងាកមើលមុខព្រោះតថ្នាក់លោកគ្រូមៀលន់មកបែបនេះហើយគឺមិនធម្មតាទេនៅពេលដែលពុកប៉ាត់ចុះពីលើឡាននោះគឺគាត់ស្ពាយកំភ្លើងឆ្នុកមួយដើមលោកគ្រូមៀគឺគាត់អត់មានស្ពាយអីទេគឺគាត់ស្ពាយតែថង់យាមមានកំបិតស្នៀសៀតនៅចង្កេះកំបិតគាត់គឺផ្លែតូចទេជាដងដូចជាស្លាបសេកនៅពេលដែលគាត់ដើរចូលទៅដល់មាត់ព្រៃនោះគាត់ក៏បាននិយាយទៅកាន់ក្រុមទាហានទីនោះថាឲ្យដើរតាមក្រោយគាត់ព្រោះខ្លាចដើរបែកគ្នាទៅវង្វេងរូបព្រៃម្ដុំនេះគឺជាព្រៃដែលគេហាមឃាត់និងមួយគឺជាព្រៃដែលគេចងតាំងពីសម័យបុរាណណាហើយមានដានឡានកង់ពួកក្រុមទាហានបើកទៅបើកមកឡើងសឹកផ្លូវនៅទីនោះតែគ្រាន់ថាឡានវាចេញចូលទៅអីទេតែមនុស្សដល់ពេលចូលទៅក្នុងព្រៃនោះតែងតែបាត់ម្ដងម្នាក់បាត់ដោយមិនមានសាស្នាមអញ្ចឹងទៅគេពិបាកនឹងសង្ស័យទៅលើសត្វសាហាវវាខាំឬមួយក៏ពួកគេលួចរត់តែបើលួចរត់ចេញមកខាងក្រៅព្រៃវារៀងពិបាកបន្តិចតែខ្លាចតែពួកគេរត់ចូលទៅកាន់តែជ្រៅទៅលោកគ្រូមៀគាត់ក៏អង្គុយពិចារណាស្មឹងស្មាននៅលើឡានដើម្បីពិចារណាមើលថានៅទីនោះគឺមានអ្វីខ្លះតែអ្វីដែលចម្លែកហ្នឹងគឺលោកគ្រូមៀមើលមិនធ្លុះទេដល់ពេលអញ្ចឹងទៅគាត់ក៏សម្រេចចិត្តថាគាត់នឹងចូលទៅក្នុងព្រៃនោះដោយផ្ទាល់គាត់សុំមនុស្សទៅតែ3នាក់តែប៉ុណ្ណោះគាត់ថាយកទាហានទៅ3នាក់ថែមព្រោះគាត់មាន2នាក់កូនសិស្សអញ្ចឹងពុកប៉ាត់គឺគាត់ស្ពាយកំភ្លើងជាប់នឹងស្មាដល់ពេលដើរចូលព្រៃនោះគាត់ក៏ទម្លាក់កំភ្លើងហើយកាន់ជាប់នឹងដៃវិញក្នុងកំភ្លើងរបស់គាត់គឺចងទៅដោយខ្សែអំបោះក្រហមដែលជាអំបោះសីមាដែលលោកគ្រូមេចងឲ្យនោះវិញបញ្ចុះដោយគ្រាប់អាគមហើយរបស់របរដែលគាត់ស្ពាយមកឲ្យជាមួយនឹងគឺច្រើនជាងលោកគ្រូមេ
នៅតាមផ្លូវដែលគាត់ធ្វើដំណើរទៅនោះគឺលោកគ្រូមៀតែងតែនិយាយតិចៗមកកាន់ពុកផាត់ថាឲ្យប្រយ័ត្នរវាភ្នែកព្រោះព្រៃម្ដុំនេះគឺមិនធម្មតាទេទីមួយគឺគាត់ខ្លាចសត្វសាហាវទីពីរទៀតគឺគាត់ខ្លាចប៉ះចំសម្បុកក្រុមចៅព្រោះថានៅទីនេះពីមុនគឺគេហាមប្រាមមិនឲ្យកូនចៅដឹកគោក្របីកាត់ទេហើយកាលពីជំនាន់មុនដែលលោកគ្រូរបស់ពុកប៉ាត់គឺត្រូវជាព្រះសង្ឃធុដងនោះលោកនៅវ័យកំឡោះណាស់ឡើយនោះនៅតាមនេះគឺលោកធ្លាប់ប៉ះពើបនឹងអាគមពួកចៅព្រៃហើយចៅព្រៃមួយគឺមិនបាច់និយាយទេកាលនោះគឺខ្លាំងណាស់ដល់ថ្នាក់សម្ដេចព្រះគ្រូតារបស់ពុកប៉ាត់ទៀតនោះទៅអាចទប់ទល់នឹងចៅព្រៃនេះជាប់តែក៏មិនបានចាប់បានទាំងអស់ដែរគឺមេក្រុមវាមានរហូតដល់3នាក់អា2នាក់ហ្នឹងគឺវារត់គ្រួចហើយចាប់បានម្នាក់ហ្នឹងគឺចាប់បានទាំងពិបាកទៀតហើយក្រោយពេលចាប់បានម្នាក់ហ្នឹងយកទៅប្រកល់ឲ្យប៉ូលីសឲ្យតម្រួតនោះក៏ត្រូវបានពួកក្រុមចៅហ្នឹងចូលមកដុតផ្ទះអ្នកស្រុកអ្នកភូមិអញ្ចឹងហើយបានជាភូមិចាស់នៅចិត្តព្រៃនេះគេរុះជ្រើចេញគេមកនៅស្នាក់នៅទីនេះទៀតទៅបាត់គាត់ក៏សួរទៅកាន់លោកគ្រូមេថាបើចុះឥឡូវតើអាចនឹងមានគ្នាបោះពួកគេនៅសេសសល់ទេលោកគ្រូមេក៏តបមកកាន់ពុកបាត់ថារឿងហ្នឹងគឺអញអត់ដឹងទេតែអញគ្រាន់តែដឹងថាគឺត្រូវតែប្រយ័ត្នព្រោះព្រៃនេះគឺមានអាថានហើយអាថានគឺជាប្រភេទអាថានមិនធម្មតាទេដល់ថ្នាក់អញបិទភ្នែករំពេញមើលនៅតែមើលមិនធ្លុះទៀតពុកបាត់លើបែបនេះគឺគាត់លេបទឹកមុតគាត់គិតក្នុងចិត្តថាដល់ថ្នាក់លោកគ្រូមេមើលមិនធ្លុះហើយឲ្យចុះសមត្ថភាពត្រឹមគាត់ធ្វើមិនអាចទប់ទល់ជាមួយគេបានហើយក្រុមទាហានមកជាមួយគឺមានចំនួនគ្នាតែ3នាក់ទៀតទាហាន3នាក់គឺធ្វើផ្នែកលីងឡងដោយសារតែគ្នាមិនចង់មកប្រហែលទេតែត្រូវបានមេបញ្ជាការបញ្ជាឲ្យមកតាមពុកប៉ាត់ហើយអញ្ចឹងហើយគ្នាចេះតែមកទៅណាមួយមេទាហានក៏ប្រាប់ដែរថាពុកប៉ាត់រួមជាមួយនឹងគូមៀក៏ជានីព្រានព្រៃយ៉ាងទៅគេស្គាល់ព្រៃស្គាល់អញ្ចឹងទៅតែធៀបពិតគឺពុកប៉ាត់អត់មែនជានីព្រានទេនៅពេលដែលពួកគាត់ធ្វើដំណើរមកកាន់តែជ្រៅទៅក៏ធ្វើដំណើរទៅតាមដានឡានកង់ឡានដែលគេបើកចូលដឹកមនុស្សចូលមកកាប់ឈើតែគ្រាន់តែមកដល់កន្លែងបរិវេណដែលគេអាចឈើហ្នឹងគឺបែរជាស្ងប់ស្ងាត់មិនឃើញមានមនុស្សសូម្បីតែដានជើងសត្វកាយសាហាវនៅទីនោះក៏មិនមានដែរធ្វើឲ្យលោកគ្រូមេក៏រៀងសង្ស័យថាតើនៅទីនេះមានរឿងអ្វីហេតុអ្វីក៏បាត់មនុស្សទាំងអស់អញ្ចឹងលុះដល់ពេលគាត់ពិនិត្យមើលជុំវិញនេះឃើញដានជើងមួយញប់ដែលគេដើរមកនៅម្ដុំបរិវេណនោះឡើងទួទៅគាត់ដឹងថានេះប្រហែលជាមនុស្សមកជួបជុំគ្នានិយាយគ្នានៅទីនេះដំបូងគាត់គិតថាអាចនឹងក្រុមពួកមនុស្សដែលចូលមកកាប់ឈើនេះគ្នាហត់គ្នាពិបាកគ្នាអាចនឹងលួចរត់តែដល់ពេលគាត់ពិនិត្យមើលស្ថានភាពទៅមិនមែនទេដូចជាមនុស្សវង្វេងព្រៃទៅវិញតែគ្រាន់តែមិនដឹងថាពួកហ្នឹងវង្វេងទៅទីណាព្រោះគាត់តាមដានមើលដែរតែមើលមិនយល់សោះពុកប៉ាត់រួមជាមួយនឹងទាហាន3នាក់ទៀតពួកគាត់កំពុងតែដើរពិនិត្យមើលជុំវិញបរិវេណនោះតែហាក់បីដូចជាមិនឃើញមានដានជើងអ្វីចម្លែកសោះលុះដល់ពេលល្ងាចបន្តិចលោកគ្រូមាក៏បាននិយាយមកកាន់ពុកប៉ាត់ថាមិនបាច់តាមរកទេយប់នេះយើងសម្រាកនៅឯបែបនេះហើយមើលរកកន្លែងសម្រាកទៅព្រោះយប់នេះនឹងមានរឿងល្អមើលទុកឲ្យយើងមើលអញ្ចឹងទៅក្រុមទាហានអស់នោះគេស្ដាប់សម្ដីលោកគ្រូមាអត់យល់ទេតែចំណែកឯពុកប៉ាត់វិញត្រឹមសម្ដីដែលលោកគ្រូមាននិយាយនឹងកាយវិការធ្វើជាសញ្ញាប្រាប់មកកាន់គាត់ហ្នឹងគឺគាត់អាចយល់ដឹងថាយប់នេះគឺមុខតែមានរឿងមិនល្អកើតឡើងហើយលុះដល់ពេលយប់ជ្រៅចូលមកដល់លោកគ្រូមានរួមជាមួយនឹងពុកប៉ាត់គឺគាត់តែបានសម្រាកទេគាត់នៅរងចាំមើលខ្លាចមានអ្វីប្លែកដោយអ្វីដែលគាត់ទាំងពីរនាក់បានគិតមែនលុះដល់ពេលយប់ជ្រៅបន្តិចក៏ស្រាប់តែលេចឃើញរូបរាងមនុស្សវ័យចំណាស់2ទៅ3នាក់គេបានដើរចេញពីមាត់ច្រកម្ខាងដែលមានពន្លឺភ្លឺផ្លេកនិយាយទៅដូចជាច្រកទ្វារពីភូមិពិភពផ្សេងទៅកាន់ភពផ្សេងអញ្ចឹងធ្វើឲ្យពួកគាត់មើលឲ្យឡើងស្រឡាំងកាំងភ្នែកពួកគាត់ដឹងច្បាស់ថានេះមុខតែជាច្រកផ្លូវចូលទៅកាន់ភូមិពួកក្រុមចៅដែលជាភូមិចាស់អតីតក្រុមមេចៅ3នាក់ដែលត្រូវបានគាត់ចាប់បានម្នាក់នៅសល់2នាក់នោះឯងហើយក្រុមចៅនេះទៀតសោតគឺសល់តាំងពីសម័យដែលលោកគ្រូរបស់លោកគ្រូដែលត្រូវជាពុកប៉ាត់ម្លេះនៅពេលដែលគាត់ឃើញបែបនេះគាត់ឲ្យហ៊ានមកទេដោយសារតែគាត់នៅរៀងឆ្ងាយពីគេដែរគេមើលពួកគាត់ឲ្យឃើញណាមួយគាត់បានយកឡានមកផងពួកហ្នឹងគឺដើរតម្រង់មករកពួកគាត់តែគ្រាន់តែគេដឹងទេថាពួកគាត់នៅទីហ្នឹងគ្រាន់តែឃើញបែបនេះភ្លាមពុកប៉ាត់ក៏បានកាច់មែកឈើ2-3ស្លឹកយកទៅបាចទៅលើក្រុមទាហានដែលកំពុងតែដេកលក់
ក្រុមទាហាននោះគឺដេកដូចស្លាប់អញ្ចឹងឲ្យបានជាពួកមនុស្សដែលរត់ចេញពីទីនេះទៅគេអត់ដឹងអីសោះតែម្ដងនៅពេលដែលបាយទៅលើទៅឃើញថាបាំងខ្លួនពួកទាហាន3នាក់នោះចិត្តឈឹងធ្វើឲ្យតែមនុស្ស3 4នាក់ដើរកាត់ទីនេះមើលមិនឃើញទេចំណែកពួកគាត់ទាំងពីរនាក់ក៏បានលបចេញពីជ្រុងម្ខាងទៅកាន់មាត់ច្រកផ្លូវដែលគេចេញមកមុននោះលុះដល់ឃើញអាការល្អពួកគាត់សម្លឹងមើលមុខគ្នាពុកប៉ាត់ធ្វើជាសញ្ញាសួរទៅកាន់លោកគ្រូមាថាតើយើងត្រូវចូលទៅមែនទេលោកគ្រូមាងក់ក្បាលរួចពួកគាត់ទាំងពីរនាក់ក៏បានកាន់ដៃគ្នានិងបានដើរចូលក្នុងព្រៃនៃវេទមន្តនោះនៅដល់ពេលពួកគាត់ឆ្លងមកដល់ទីកន្លែងម្ខាងទៀតនៃព្រៃនោះឃើញថាមេឃវានៅភ្លឺនៅមានពន្លឺថ្ងៃរះអីចឹងទៅគាត់រៀងចម្លែកចិត្តដែរគាត់ថាភូមិបណ្ណានៃហើយកន្លែងដែលគាត់ស្នាក់នៅមុនហ្នឹងគឺវានៅយប់ដល់ហើយតែដល់ពេលគាត់ឆ្លងមកដល់ម្ខាងទៀតបែរជាមេឃភ្លឺទៅវិញគាត់ឃើញមនុស្សអូអហើយមនុស្សនៅទីនោះតែងតែសម្លឹងមើលមកកាន់គាត់និយាយទៅដូចគេចម្លែកមកកាន់ពួកគាត់អញ្ចឹងដល់ពេលគាត់ចូលទៅដល់ក្នុងភូមិគាត់ក៏សួរគេថានៅទីហ្នឹងមានមនុស្សចម្លែកផ្នែកមុខ4ទៅ10នាក់គេមកទីនេះអត់តែអ្នកក្នុងភូមិហ្នឹងគេកវីក្បាលវាថាគេអត់ចង់យកពួកគាត់អញ្ចឹងហើយពុកប៉ាត់ក៏ធ្វើជាសញ្ញានិយាយទៅកាន់គ្រូមាថាបែរជាពួកគេអត់ដឹងរឿងហ្នឹងទេដឹងលោកគ្រូមាយើងសាកទៅសួរនៅផ្ទះនោះសិនដល់ពេលអញ្ចឹងលោកគ្រូមាក៏ងក់ក្បាលហើយក៏បានទៅកាន់ផ្ទះមួយទំនងដូចជាធំជាងគេដល់ពេលពួកគាត់ទាំងពីរនាក់ទៅដល់ទីនោះទើបដឹងថានៅទីនោះគឺជាផ្ទះរបស់មេភូមិនៅទីនោះគឺជាមេកន្ទ្រីងដែលគេគោរពជាងគេចឹងណាលោកតាម្នាក់នោះគឺមានវ័យចំណាស់ជាងលោកគ្រូមាទៅទៀតលោកគ្រូមាឃើញបែបនេះក៏លើកដៃសំពះនិងបានសួរទៅកាន់លោកតាម្នាក់នោះថានៅទីនេះគឺមានឈ្មោះភូមិអ្វីហើយមានមនុស្សចម្លែកមុខថ្មីចូលមកកាន់ភូមិនេះទេបរិះវ័យចំណាស់ហ្នឹងក៏បានសម្លឹងមកកាន់មុខលោកគ្រូមានិងបាននិយាយថាបើលោកក្មួយសួររកមនុស្សចម្លែកប្លែកមុខគឺមានតែ2នាក់ទេគឺលោកក្មួយខ្នេះនិងលោកក្មួយឯងនឹងឯងដែលមកសួររកហើយក្មួយឯងទៅណាមកណាបានជាវង្វេងចូលមកដល់ក្នុងភូមិនេះជាធម្មតាគឺមិនមានអ្នកណាចូលនឹងរកមកឃើញទេព្រោះភូមិនេះត្រូវបានចងទៅដល់ឋានអតីតមេចៅចាស់ដែលជាមេកន្ទ្រីងលើបែបនេះភ្លាមគឺពុកប៉ាត់ក៏ដឹងក្នុងចិត្តថានេះគឺជាភូមិចាស់របស់មេចៅក្មួយឯងទាំងអស់គ្នាមកតាមរកមនុស្សនៅទីនេះគឺរកមិនឃើញទេព្រោះថានៅទីនេះពីមុនគឺជាអតីតភូមិចៅតែត្រូវបានបង្ក្រាបដោយអតីតមេកន្ទ្រីងថ្មីតែគេចូលមកកាន់កាប់ហើយអតីតមេកន្ទ្រីងថ្មីនេះគឺគេមិនទៅឆក់ប្លន់ដូចមេកន្ទ្រីងចាស់ដែលគ្រប់គ្រងភូមិនេះទេតែពួកក្រុមចៅដែលនៅសេសសល់គេក៏មានភូមិគេនៅជិតនេះដែរគឺជាភូមិម្ខាងទៀតអញ្ចឹងក្មួយឯងទាំងពីរនាក់សាកទៅតាមរកនៅម្ដុំភូមិខ្នោះទៅមើលគឺមានច្រកទ្វារមួយនៅទ្វារចន្លោះជ្រុងថ្មដែលនៅជិតនឹងមាត់ជ្រោះលើបែបនេះភ្លាមគឺពុកប៉ាត់ក៏ដឹងថាតាមពិតទៅនៅទីនេះមិនមែនមានតែមួយភូមិទេគឺមានរហូតដល់2ភូមិនោះហើយភូមិនេះទៀតសោទំនងដូចជាភូមិអ្នកស្រុកធម្មតាទេក៏ព្រោះតែនៅទីនេះគេប្រកបរបររកស៊ីធម្មតាមើលទៅដូចជាមិនមែនជាក្រុមចៅប្លន់ដូចអ្វីដែរលោកគ្រូមេធ្លាប់និយាយប្រាប់កាលពីជំនាន់មុនសោះពួកគាត់ទាំងពីរនាក់ក៏ត្រូវបានលោកមេកន្ទ្រីងនៅគាត់ឲ្យហូបបាយហូបទឹកហើយលោកគ្រូមាគាត់កំពុងតែហេវឃ្លានផងគាត់ក៏នៅសម្រាប់ហូបបាយហូបទឹកនៅទីនោះហើយសម្រាប់អង្គុយនិយាយគ្នាលេងផឹកតែពិភាក្សាពីនេះពីនោះហើយសួរពីប្រវត្តិភូមិនឹងថាដណ្ដើមបានដោយរបៀបម៉េចចឹងទៅលោកមេកន្ទ្រីងដែលជាកូនមេកន្ទ្រីងអតីតមេកន្ទ្រីងចាស់ហ្នឹងក៏បាននិយាយថាកាលពីមុនហ្នឹងក្រុមគ្រួសារគាត់គឺជាអ្នកមកពីចម្ងាយទេតែដោយសារតែពុកគាត់ជាអ្នកមានវិជ្ជាអាគមអូមអាមដែរក៏បានវង្វេងចូលមកដល់ក្នុងព្រៃនេះហើយក៏ត្រូវបានក្រុមចៅដែលជាក្រុមចៅពីអ្នកបងប្អូននោះគឺចាប់បានគាត់ថាក្រុមចៅនោះគឺចាប់ឪពុកគាត់វាយផងធ្វើបាបផងតែគ្មានរបួសស្នាមអញ្ចឹងគេក៏ដឹងថាពុកគាត់ជាអ្នកចេះអ្នកអីចឹងទៅដូចគេក៏ប្រើផ្លូវជាសក្តិគុំវិញតែឃើញថាមិនអាចយកឈ្នះពុកគាត់បានទេដោយសារតែពុកគាត់ខ្លាំងលើអស់មនុស្សហើយដល់ពេលប្រយោជន៍ស្នេហ៍ពុកគាត់ក៏សុំឪពុកគាត់នឹងរៀនសូត្របន្ថែមតែជាអកុសលដោយសារតែឪពុករបស់គាត់មានល្បិចក្នុងការកម្ចាត់ក្រុមចៅនឹងចេញពីភូមិផងហើយណាមួយអ្នកដែលចេញប្លន់គឺមានតែ 3-4 អ្នកគ្នាគេនឹងឯងដែលចេញប្លន់រហូតហើយតែងតែបង្ខំមនុស្សនៅក្នុងភូមិនេះឲ្យទៅជួយដឹកមាសបញ្ជូនរបស់អីចឹងទៅបើមិនទៅទេគេធ្វើបាបអីចឹងទៅដោយសារតែអ្នកភូមិឃើញថា
អតីតមេកន្ទ្រីចាស់ជាមេចៅប្រព្រឹត្តអំពើខុសខើបែបនេះហើយក្រោយពេលដែលឪពុករបស់គាត់បានឡើងកាន់អំណាចភ្លាមគឺអ្នកភូមិតែងតែស្រឡាញ់ចូលចិត្តហើយពួកក្រុមចៅនោះក៏ត្រូវបានអតីតមេកន្ទ្រីថ្មីនេះគេបណ្ដេញចេញពីភូមិមិនឲ្យស្នាក់នៅទៀតតែតាមលហៀងដែលគាត់ដឹងគឺក្រុមចៅអស់ហ្នឹងគេបានទៅតាំងជំរំនៅមិនឆ្ងាយពីទីនេះប្រហែលទេគ្រាន់តែនៅទីនោះគឺគេចងអាថ័ន្តព្រៃដូចតែគ្នានឹងមនុស្សល្មមៗគឺរកមិនឃើញទេហើយរឿងរ៉ាវដែលបាត់ក្រុមមនុស្សចេញពីកន្លែងអាឈើនឹងជីករ៉ែនេះអាចនឹងពួកក្រុមចៅនោះចាប់ចម្រិតយកទៅទុកប្រើការនៅថ្ងៃក្រោយក៏ថាបានក្រោយពេលទទួលបានដំណឹងបែបនេះភ្លាមគឺលោកគ្រូមីរួមជាមួយនឹងពុកប៉ាត់គាត់បានសម្លឹងមើលមុខគ្នាក្រោយពេលដឹងរឿងរ៉ាវហេតុការណ៍បែបនេះពួកគាត់ក៏បានលើកដៃលាទៅកាន់លោកមេកន្ទ្រីនិងបន្តធ្វើដំណើរទៅកាន់ព្រៃដែលលោកមេកន្ទ្រីចោលបង្ហាញទៅពីកន្លែងដែលលោកមេកន្ទ្រីដាក់សាងសង់ផ្ទះទៅដល់មាត់ព្រៃម្ខាងទៀតនោះគឺមានមាត់ជ្រុះជ្រងដងអូមួយតែនៅទីនោះគឺមានដុំថ្មដូចអ្វីទៅនឹងលោកមេកន្ទ្រីបានប្រាប់មកកាន់ពួកគាត់អញ្ចឹងពួកគាត់ទាំងពីរនាក់គឺបានចេញចូលនៅបរមនោះរងចាំដល់ផ្លូវបើកព្រោះគាត់អត់ចង់ស្រាយព្រៃទេខណៈបើស្រាយព្រៃហ្នឹងគឺត្រូវស្រាយទាំងអស់ហើយណាមួយក៏អត់ចង់ប៉ះពាល់គេទេដោយសារតែនៅទីនេះគឺប្រជាជនគេរស់នៅបានស្ងប់សុខហើយណាមួយផុតពីរបបសង្គ្រាមទៀតដល់ពេលចឹងទៅគាត់ចង់រំខានពួកប្រជាជនឲ្យទៅពិបាកវេទនាទេនៅពេលដែលគាត់នៅរងចាំមួយសន្ទុះធំក៏ឃើញថាមានមនុស្សដើរចេញពីមាត់ច្រកនោះគាត់ចាំច្បាស់ណាស់ដោយសារតែលោកគ្រូមេតន់ដែរកាលនោះគ្រាន់តែគាត់នៅរៀងក្មេងៗតែគាត់ចំណាំមុខគឺបរិះវ័យចំណាស់ម្នាក់ដែលមានស្នាមកំបិតឈូតឡើងពេញមុខសោះត្រូវជាមេចៅចាស់នោះគេបាននាំកូនក្រុមគេដាក់កាត់ទីនោះរួចមកច្រកទ្វារក៏បានបើកគាត់ឃើញអាការល្អក៏លបទៅបាំងច្រាំងថ្មគ្រាន់តែគេចេញផុតភ្លាមពួកគាត់ក៏ប្រញាប់រត់ចូលភ្លាមមេចៅនោះគឺដឹងថាមានមនុស្សរត់ចូលក្នុងភូមិរបស់គាត់ក៏ប្រញាប់រត់តាមពីក្រោយទៅលោកគ្រូមេគឺគាត់ប្រយ័ត្នណាស់គាត់ជ្រេះវៃជាងអ្វីដែលមេចៅនៅកំពុងតែធ្វើនៅពេលដែលមេចៅរត់តាមមកគឺគាត់ពង្រួញដីនឹងបំបង្កាយបាត់ធ្វើឲ្យមេចៅនោះគឺតាមរកគាត់មិនឃើញទេគ្រូមេបានសូត្រមន្តគាថាបំបែងផ្លូវផងជប់មនុស្សឲ្យរត់ជំនួសគាត់ផងអីចឹងទៅហើយគាត់បានរត់មកលាក់ខ្លួននៅក្បែរកតោមួយដែលមានដូនចាស់រស់នៅទីនោះគឺមានដូនចាស់រួមជាមួយនឹងចៅស្រីម្នាក់គេរស់នៅទីនោះពុកប៉ាត់បានទៅដល់ឃើញនៅទីនោះក៏បានធ្វើជាសញ្ញាដើម្បីឲ្យលោកយាយជួយឲ្យលាក់ខ្លួនចឹងតែមានណានៅទីនោះគឺសិតតែសមុខចៅនោះសំបីតែដូនចាស់នោះក៏ជាគ្នារបស់មេចៅនោះដែរដូនចាស់ក៏បានស្រែកឆោឡថាមានមនុស្សចូលភូមិឃើញបែបនេះភ្លាមគឺពុកប៉ាត់ក៏បានចាប់គ្រាយកដូនចាស់ហ្នឹងយកមកធ្វើជាចំណុចខ្មាំងដើម្បីកុំឲ្យគេចាប់គាត់ហើយដល់ពេលមេកន្ទ្រីណាជាអតីតមេចៅនោះគឺកាយសាហាវណាស់គេគ្រាន់តែមកដល់ភ្លាមគេស្ទើរទឹកមាត់បាននិយាយគ្រប់សម្លុតគម្រាមមកកាន់លោកគ្រូមារួមជាមួយនឹងពុកប៉ាត់ថាពួកឯងគឺជាមួយរត់មែនទេពួកឯងចង់ចូលមកស៊ើបការពួកឯងចង់បំផ្លាញសមុខចៅយើងណាតែត្រូវបានលោកគ្រូមេលើដៃសំពះនឹងរាថាមិនមែនទេគាត់មិននេះមកតាមរកមនុស្សគ្រាន់តែលើប៉ុណ្ណេះភ្លាមមេចៅក៏បានយកបរិយដែលជួតនៅនឹងមាត់នោះទម្លាក់ទៅនឹងដីឲ្យជន់ញីឡើងរលត់ភ្លើងឬក៏បានចង្អុលមុខមកកាន់លោកគ្រូមេថានៅទីនេះគឺគ្មានមនុស្សទេមនុស្សណាវែងមកដល់ទីនេះបើមានតែពួកឯងពីរនាក់នឹងឯងហើយគាត់នៅតែសួរដដែលមកកាន់លោកគ្រូមេថាតើពួកឯងទាំងពីរនាក់ជានរណាហេតុអ្វីបានរកភូមិគេឃើញហើយមូលហេតុអីបានចូលដល់ក្នុងភូមិនេះពួកឯងមានបំណងអ្វីអីចឹងទៅតែលោកគ្រូមេតែនៅតែរាដៃបដិសេធអីចឹងទៅលុះដល់ពេលនិយាយគ្នាមិនទាន់ដឹងក្បាលកតុយផងក៏ស្រាប់តែគេបញ្ជាឲ្យគ្នារបស់គេចូលមកចាប់លោកគ្រូមេរួមជាមួយនឹងពុកប៉ាត់ចងគាត់ថែមពេលនោះដូចចង់ប្រាគុំដែរតែហាក់បីដូចជាចិញ្ច្រាប់គេអញ្ចឹងប្រើអ្វីក៏គ្មានប្រសិទ្ធភាពដែរគេចាប់គាត់តែបន្តិចគេចងគាត់បានជាប់នឹងគល់ឈើគេយកសម្បុកក្រងមករយពីលើខ្លួនគាត់ផងដើម្បីបង្ខំឲ្យគាត់សារភាពហើយគេសួរថាមូលហេតុអីបានរកភូមិគេឃើញអញ្ចឹងទៅដល់ពេលពួកគាត់នៅតែនិយាយដែរថាដោយសារតែគាត់មកតាមរកមនុស្សគឺត្រូវបានក្រុមប៉ូលីសតម្រួតក្រុមទាហានបញ្ជាឲ្យមកតាមរកគ្នាដែលមកអាចឈើក្នុងព្រៃនៅអីអញ្ចឹងទៅណាដល់ពេលនិយាយប្រាប់គេអញ្ចឹងគេនៅតែអត់ស្ដាប់ទៀតពុកប៉ាត់គាត់អស់ជំរឿគាត់ដឹងថាត្រូវធ្វើមិនទៀតទេគាត់ក៏ព្យាយាមនិយាយជាមួយសម្រួលផង
នឹងបានលួចយកកូនកំបិតដែលទៀតនៅជាប់នឹងចង្កេះខោយកមកអាផងកំបិតរបស់ពុកប៉ាន់គឺជាកូនកំបិតទូចមួយទេតែគាត់យកមកជាអាខ្សែដែលគេចងហ្នឹងតែចំណងខ្សែមួយដែលមេចៅនោះចងគឺបង្កប់ទៅដោយចំណងអាគមសំណាងហើយដែលពុកប៉ាត់គាត់មានកូនកំបិតអាគមតូចមួយនៅទៀតជាប់នឹងខ្លួនលុះដល់ពេលគាត់ស្រែកខ្សែទៅបានគាត់មិនទាន់ធ្វើអីទេគាត់ខ្លាចគេដឹងខ្លួនលុះដល់ពេលគេសួរមិននឹងក្បាលកន្ទុយអញ្ចឹងគេក៏លំគ្នាចេញទៅទុកគាត់នៅចងគាត់នៅក្បែរគោលឈើអែបនឹងខ្ទមរបស់ដូនចាស់នោះដូនចាស់នឹងដំបូងគឺស្រែកឲ្យមេចៅនឹងមកចាប់គាត់សិនហ្នឹងតែដល់ពេលឃើញគេវាយធ្វើបាបគាត់អញ្ចឹងមួយសន្ទុះក៏ឃើញយកទឹកមួយផ្តិលមកឲ្យគាត់ហូបនឹងបាននិយាយថាមនុស្សនោះគឺវង្វេងជាប់មកដល់ក្នុងព្រៃនេះតែត្រូវបានមេចៅយកទៅធ្វើបាបខ្លះនិងអ្នកខ្លះទៀតយកទៅបូជាចាញ់ថ្វាយទៅគ្រូព្រោះគេមានគ្រូដែលស៊ីសាច់មនុស្សនៅបែបនេះភ្លាមគឺពុកប៉ាត់រឿងធត់ដែរដោយសារតែគាត់គិតថាបើគេកាត់ចាប់គាត់ចងបែបនេះបើគាត់ចេញពីនេះមិនផុតទេមុខតែនឹងខ្លាយទៅជាចំណៃរបស់មេកន្ទ្រីនោះហើយដល់ពេលលឺដូនចាស់និយាយថាមូលហេតុដែលគាត់ស្រែកប្រាប់ទៅកាន់មេចៅឲ្យមកចាប់នោះគឺដោយសារតែគាត់ភ័យខ្លាចដែរបើគាត់មិនធ្វើបែបនេះទេបើមានមនុស្សម្នាក់ខ្លួននៅក្នុងផ្ទះគាត់បើមេចៅចាប់បានគាត់រួមជាមួយនឹងចៅស្រីអាចនឹងត្រូវបាត់បង់ជីវិតដល់ពេលពុកប៉ាត់លើបែបនេះក៏បានក្លែកមើលទៅកាន់ចៅស្រីរបស់លោកយាយនោះឃើញថាទឹកមុខនាងគឺស្រពោស្រពន់ហើយលោកយាយបានផ្ដាំមកកាន់ពុកប៉ាត់ថានាងគឺគ្មានទីជម្រកទេតែគាត់មិនដឹងថាទៅពឹងអ្នកណាទេបើសិនជាអាចបើក្មួយចេញផុតពីទីនេះក្មួយសូមយកនាងចេញឲ្យផុតពីព្រៃនេះទៅជាមួយផងព្រោះថាគាត់មិនដឹងជាទៅពឹងពាក់នឹងអ្នកណាទេនៅបែបនេះហើយលោកគ្រូមាក៏មានចិត្តអាណិតដោយសារតែកូនស្រីនោះគឺមើលទៅស្រវាក់សបាទៅនឹងកូនរបស់គាត់ដែរលោកគ្រូមាគាត់មានកូនស្រីម្នាក់ដែលមានអាយុសបាសបាទៅនឹងចៅស្រីរបស់លោកយាយដែរដល់ពេលឃើញនាងស្រកោតស្រគំនិងមានទុកព្រួយក្នុងចិត្តបែបនេះលោកគ្រូមាក៏អាណិតហើយនាងបាននិយាយខ្សឹកខ្សៅមកកាន់លោកគ្រូមាថាអត់ទេបើសិនជាលោកពូចេញទៅយកខ្ញុំទៅបានលោកពូយកលោកយាយទៅជាមួយផងព្រោះថាគាត់មានតែពីរនាក់យាយនិងចៅទេហើយលោកគ្រូមាលើអញ្ចឹងក៏មិនហ៊ាននឹងសន្យាដែរតែពុកប៉ាត់វិញបានកំណត់ក្នុងចិត្តថាបើគាត់អាចបង្ក្រាបក្រុមចៅនេះបានគាត់នឹងនាំយកចៅស្រីរួមជាមួយនឹងលោកយាយនេះឲ្យទៅរស់នៅក្នុងភូមិគាត់វិញមួយសន្ទុះក្រោយមកលោកយាយក៏ប្រញាប់កិច្ចចេញពីទីនោះគឺដោយសារតែមេកន្ទ្រីងគឺបានមកសម្លឹងមើលមកកាន់ពួកគាត់មេកន្ទ្រីងមកដល់ក៏បានយកទឹកមកធុងមកជះចំកណ្ដាលមកគ្រូមារួមជាមួយនឹងពុកប៉ាត់ហើយក៏បានស្រែកសោយយ៉ាងក្អាកក្អាយថាអានេះចេះមន្តអាគមទៀតអានេះស្បៃស្វិតឯងអញចង់ស៊ីមនុស្សដែលចេះមន្តអាគមចឹងយូរហើយអាមួយនោះក៏សាច់វានៅខ្ចីនៅឆ្ងាញ់ដែរគាត់និយាយមកកាន់ពុកប៉ាត់បែបហ្នឹងតែពុកប៉ាត់វិញគឺមិនញើទេដោយសារតែគាត់រួចពីចំណងហើយតែមូលហេតុដែលគាត់អត់តក្រៅទៅតដៃនេះគឺដោយសារតែគាត់ចាំឱកាសចាំឆ្មក់សើបឲ្យដឹងមើលថាមនុស្សដែលគេចាប់មកនៅទីណាខ្លះចឹងទៅហើយមេកន្ទ្រីងពីរនាក់បងប្អូននឹងគឺកាយសាហាវមែនមកនឹងគឺមានកាន់កំបិតនឹងដៃកាលពីចាប់គាត់បានដំបូងគឺជាមេកន្ទ្រីងដែរតែគឺជាប្អូនទេជាប្អូនគេមានបងប្អូនពីរនាក់ចឹងទៅហើយក្រុមចៅនេះគឺម្នាក់ឈ្មោះនីផៃម្នាក់ទៀតឈ្មោះនីផាន់គឺជាក្រុមចៅបងប្អូននឹងគ្នាហើយប្អូនប្រុសគេម្នាក់ទៀតដែលត្រូវបានអ្នកភូមិចាប់បានកាលពីប្រហែលឆ្នាំមុននោះគឺឈ្មោះនីផាហើយ3អ្នកបងប្អូនគេនឹងគឺជាកូនចៅដែលចិញ្ចឹមតាំងពីតូចរហូតដល់អាយុនឹងក្បែរ70ជាងតែនៅតែកាយសាហាវទៀតពួកគេទាំងប្រហែលអ្នកហ្នឹងគឺកំពុងតែធ្វើពិធីហើយគេចង់ចាប់យកពុកប៉ាត់ហ្នឹងយកទៅធ្វើជាចាញ់បូជាសម្ដេចព្រះគ្រូគេនិយាយថាកាត់ក្បាលវាទាំងពីរនាក់ទៅយកទៅដាក់សែននៅពីមុខអាសនៈតែក៏ត្រូវបានបងប្រុសរបស់គេនិយាយថាកុំអាលអីនៅសល់តែមួយថ្ងៃទៀតទេជាយប់ថ្ងៃពេញបរមីហើយបើឆាំដល់យប់ថ្ងៃពេញបរមីឫទ្ធានុភាពយើងនឹងកាន់តែកើនឡើងហើយដល់ពេលនោះសំបីតែមនុស្សណាម្នាក់ក៏មិនអាចធ្វើអ្វីយ៉ាងបានដែរពួកគេនិយាយគ្នាដោយសើចសប្បាយក៏បានដើរគេចេញពីទីនោះទៅហើយលោកយាយក៏បានលួចចូលមកម្ដងទៀតរួមជាមួយនឹងចៅស្រីនៅទីនោះធ្វើត្បិតតែពួកចោមពួកគាត់ចោលទាំងពីរនាក់មែនតែអត់មានមនុស្សយាមទេដោយសារតែគេដឹងថាពួកគាត់ទាំងពីរនាក់គឺមិនអាចរត់ចេញផុតពីព្រៃនេះទេហើយណាមួយគេគិតថាបើសិនជាពួកគាត់ទាំងពីរនាក់ពូកែមិនមែនគេចាប់បានអីចឹងទៅដោយសារតែអ្នកចេះអាគមមកខ្លាំងហើយតែត្រូវបានពួកគេចាប់ចងជាប់និងយកទៅសម្លាប់បូជាយ៉ាញ់
លោកយាយមកប្រាប់អំពីតំបន់កន្លែងដែលគេទុកមនុស្សតែគាត់អត់ច្បាស់ទេគាត់ថាទៅពីកន្លែងដែលគាត់ចងហ្នឹងគឺមានព្រៃមួយហើយនៅទីនេះគឺមានខ្ទមមួយដែលគេចងបោះជាខ្ទមដែលគេប្រក់ស្លឹកបាំងស្លឹកដល់ដីហើយមានក្រែមានអីនៅទីនោះគឺគេចាប់មនុស្សប្រហែលជា4ទៅ10នាក់គឺគេចងប្រអប់ដៃគ្នានៅនឹងក្រែនោះហើយគេដាក់បាយដាក់ទឹកឲ្យហូបដែរតែគ្រាន់តែហូបមិនឆ្អែតទេមូលហេតុដែលគាត់ដឹងបែបនេះគឺដោយសារតែគាត់ធ្លាប់បានគេឲ្យទៅម្ដងដែរតែគ្រាន់តែគេឲ្យទៅតែត្រឹមមាត់ច្រកព្រៃហើយគេយកបាយទៅហើយគេបញ្ជូនគាត់មកវិញអញ្ចឹងដល់ពេលអញ្ចឹងទៅគាត់ច្បាស់ទេថាវានៅទីណាគ្រាន់តែគាត់ដឹងមកថានៅទីនោះគឺមានខ្ទមព្រៃអញ្ចឹងទៅប្រាប់កន្លែងដែលគេចូលមនុស្សមកកាន់ពុកប៉ាន់នឹងលោកគ្រូមានបែបនេះហើយពួកគាត់ទាំងពីរនាក់ក៏បានស្រាយចំណងហើយក៏បានឈរនិងបានលើកដៃអរគុណទៅកាន់លោកយាយហើយលោកគ្រូមានក៏បាននិយាយថាលោកយាយកុំភ័យអីបើសិនជាខ្ញុំអាចបង្ក្រាបពួកគេទាំងពីរនាក់បានខ្ញុំនឹងនាំទាំងមនុស្សទាំងអស់ចេញទៅវិញរួមជាមួយនឹងលោកយាយដែរហើយក្រុមចៅរបស់គេគឺមានគ្នាច្រើនតែគេដូចជាអត់សូវខ្វាយខ្វល់ជាមួយនឹងពុកប៉ាត់រួមជាមួយនឹងគ្រូមានទេតាមតំណងទៅពួកគេគិតថាពួកគាត់ទាំងពីរនាក់ត្រឹមតែជាអ្នកជាគុំបន្តិចបន្តួចចែកបង្រួយដីចងព្រៃអញ្ចឹងគឺមិនអាចនឹងយកឈ្នះគេបានទេហើយមូលហេតុដែលគេគិតថាពុកគាត់ទាំងពីរនាក់ចូលមកដល់ក្នុងភូមិគេនេះគឺដោយសារតែពួកគេទាំងពីរនាក់លួចរត់ចូលមកនៅពេលដែលជាឱកាសពេលដែលពួកគេចេញពីព្រៃនេះអញ្ចឹងទៅគេមិននឹកស្មានថាពួកគាត់មានវិជាគុំខ្លាំងដូចណាទេពួកគាត់ទាំងពីរនាក់ក៏បានឆ្លៀតសៀតាមជើងព្រៃដោយធ្វើជាសញ្ញានៅពេលនេះគឺមេឃវាចូលរៀងយប់តាស់ហើយម៉ោង 8-9 យប់ហើយគាត់រៀងឆ្ងល់ចម្លែកចិត្តដែរតាកាលពីនៅភូមិមួយនោះគឺមេឃភ្លឺមកដល់ភូមិគេនេះគឺមេឃយប់អញ្ចឹងមានន័យថាភូមិដែលគេចងព្រៃនេះគឺស្ថិតក្នុងពេលវេលាដែលគេចងក្នុងពេលតែមួយហើយភូមិមួយទៀតគឺជាពេលវេលាដែលគេស្ថិតចងក្នុងពេលផ្សេងទៀតដល់ពេលពួកគាត់ដើរទៅមើលជុំវិញបរិវេណនោះឃើញថានៅទីនោះគឺមានរាយដល់អន្តៈអាគមសត្វអាគមដែលគេចងចោលដោយពេលដែលគាត់ទៅដល់មាត់ព្រៃពើព្រៃនោះគឺប្រទះឃើញក្របីធ្នូពីរក្បាលគេនៅចងនៅឯបនោះហើយក្របីនឹងក៏វាដឹងណាស់គ្រាន់តែលឺសម្រាប់ជើងមនុស្សគឺវាបោះឈិតដើរមកតែគ្រាន់តែនៅពេលនោះពួកគាត់មានអាផេះដែលដាក់ជាប់ខ្លួនគ្រាន់តែដើរមកចឹងគាត់រយមកលើខ្លួនចឹងទៅទោះបីវាធំក្លិនទេបើវាធំក្លិនតែផេះលុះដល់ពេលវាធំក្លិនអញ្ចឹងវាពិបាករកមើលពួកអាសត្វអស់ហ្នឹងវាធំក្លិនតែបើវាមើលឃើញវាមើលមិនសូវជាឃើញទេណាមួយលោកគ្រូមាននឹងពុកប៉ាន់អង្គចំណេះវិទ្យាដែលគាត់ចេះគាត់មានដល់ពេលគាត់ឃើញបែបហ្នឹងហើយពុកប៉ាត់ក៏ចាប់ផ្ដើមចងអាពីក្បាលនោះសិនដើម្បីយកមកច្រកចូលទៅលុះដល់ពេលគាត់ចងរួចហើយគាត់ក៏ចាប់វាយកមកទុកក្នុងដៃរួចក៏បានទម្លាក់របស់គាត់ពីរទៀតយកទៅដាក់ជំនួសហើយមើលទៅគឺដូចជារបស់នោះគឺដូចគ្នាណាពុកប៉ាត់ក៏ទម្លាក់ហើយក៏សូនឲ្យប៉ិនគ្នាហើយឲ្យវានិយាមមកច្រកហ្នឹងហើយគាត់ដើរចូលទៅមុននឹងគឺជាសារគមពីក្បាលរបស់សត្វគ្រូនោះពីអ្នកបងប្អូនតែក្រោយនេះគឺជាសារគមពីក្បាលទៀតរបស់លោកគ្រូមីរួមជាមួយនឹងពុកប៉ាត់និយាមមកច្រកម្ដងពួកគាត់ទាំងពីរនាក់គឺទៅបានពើប្រទះទៅនឹងខ្ទមមែនគឺជាខ្ទមប្រក់ស្លឹកដល់ដីទៀមហើយមានមនុស្សរស់នៅក្នុងនោះតែពួកគេហាក់ដូចជាវង្វេងវង្វាន់មិនអាចចេញពីទីនោះបានអញ្ចឹងម្នាក់គឺស្រែករកពធអ្នកខ្លះស្រែកថាកុំធ្វើបាបខ្ញុំខ្លាចអីអ្នកខ្លះស្រែកថាឃើញខ្មោចអ្នកខ្លះទៀតស្រែកថាឃើញខ្លាអីចឹងទៅលោកគ្រូមីរួមជាមួយនឹងពុកប៉ាត់ក្រោយពេលដែលពួកគាត់ទាំងពីរនាក់ចូលទៅដល់ទីនោះភ្លាមឃើញសភាពដូចជាមិនស្រួលបែបនេះគាត់ក៏បានយកទឹកមួយផ្តិលដែលនៅឯទីនោះដែលជាទឹកដែលគេដាក់ឲ្យពួកក្រុមមនុស្សដែលគេចាប់មកនឹងផឹកគាត់យកទឹកនោះមកគាត់កូរនៅស្លឹកម្លូដែលគាត់យកមកពីខាងក្រៅរួមទាំងការសូត្រសែនមុនគេថាផងនោះក៏បានប្រោះទៅកាន់ពួកគេក្រោយពេលត្រូវទឹកមុនទៅហាក់ដូចជាស្វាងស្មារតីនឹងបាននិយាយមកកាន់ពួកគាត់ថាកុំធ្វើបាបខ្ញុំទៀតអីខ្ញុំខ្លាចអីតែពុកប៉ាត់ធ្វើជាសញ្ញានឹងប្រាប់ទៅកាន់ពួកគេថាគាត់នឹងគឺមកជួយទេលុះដល់ពេលលើបែបនេះពួកគេហាក់សប្បាយចិត្តជាងមុនតែអ្វីដែលគួរឲ្យភ័យក្នុងរន្ធត់បន្តិចទៀតនេះគឺថានៅពេលដែលគាត់បានសាបនៅសិលគមដែលគេដាក់ទៅលើមនុស្សទាំងអស់នោះភ្លាមគឺគ្រូគុំដែលជាក្រុមមេចៅពីបងប្អូនគេក៏ដឹងដែរគេបានបញ្ជូនគ្នារបស់គេមកហើយចង់ដឹងអត់ថា4នាក់ដែលគេបញ្ជូនមកគឺវាខ្លាំងប៉ុណ្ណាគឺថាពុកប៉ាត់ដាល់ម្ដាយគឺអត់ប៉ើងគ្នាទៅណាទេគឺវានៅឈរមួយកន្លែងឲ្យគាត់ដាល់តែម្ដងហើយនៅពេលដែលកំពុងប្រយុទ្ធគ្នានោះ
ក្រុមមនុស្សដែលគេចាប់មកនោះគឺគេចង់ជួយដែរគ្រាន់តែគ្នាគ្មានកម្លាំងនឹងអាចទៅតស៊ូជាមួយគេបានទេហើយលោកគ្រូមាគាត់ឆ្លៀតដែរគាត់យកកំបិតអាគមគាត់មកកាន់ជាប់នឹងដៃហើយគាត់ក៏បានសូត្រកំបិតអាគមនោះជាប់នឹងមាត់ហើយកាប់ទៅលើដីគាត់កាប់ទៅលើដី3ដងហើយគាត់ក៏បានយកវាមកកាន់ជាប់នឹងដៃវិញនៅពេលដែលគាត់កាន់ជាប់បែបនេះហើយគាត់ក៏បានយកកំបិតអាគមនោះកាប់ទៅលើមនុស្ស4នាក់នោះតែឃើញថាកាប់ត្រូវ2នាក់គឺមុតអា2នាក់ទៀតគ្រាន់តែវាឃើញថាគ្នាវាកំបិតនឹងកាប់មុតវាក៏ភ័យនឹងដកថយទៅសិនលុះដល់ពេលបន្តិចមេក្រុមដែលជាមេចៅនោះគេក៏បានបង្ហាញខ្លួនឡើងដល់ពេលនេះគឺ2ទល់នឹង2ហើយគឺថាលោកគ្រូមាជ្រុំជាមួយនឹងពុកប៉ាត់កំពុងតែទល់សកគមជាមួយនឹងក្រុមចៅនោះហើយនៅពេលដែលពួកគាត់កំពុងលេងសកគមបែបនេះឃើញថាមេចៅនោះគឺគេពូកែខាងជប់សัตว์ណាគេបោចស្មៃរាជាតិនោះគេបាចឡើងទៅលើព្រាមការទៅជាសត្វខ្មុំមកដេញតិចពួកគាត់តែគ្រាន់តែមកដល់ព្រាមគឺលោកគ្រូមាយកកន្ទុយបារីដែលគាត់ជូតនឹងមាត់នោះបន្ទាត់ឡើងទៅលើបែកផ្កាយភ្លើងឆេះឡើងទៀតធ្វើឲ្យពួកសត្វខ្មុំមួយម៉ាល់វាធ្លាក់មកក្រោមលេបាត់អស់ឃើញទល់មុខគ្នាបែបនេះអាក្រុមដែលមក4នាក់មុនហ្នឹងគេហ៊ានចូលមកទៀតឯងគេឈរពីក្រោយមេពួកគេតាមពិតទៅគ្នារបស់ក្រុមចៅក៏មានច្រើនមានទាំងវងឯនោះជាប់គ្នាជាង10នាក់តែគ្រាន់តែគេទុកឲ្យមេគេលេងអាគមជាមួយនឹងលោកគ្រូមាអញ្ចឹងហើយគេប្រើមកទីគេប្រើពូឲ្យក្របីនិយាយទៅគឺចៅនោះគឺបកែណាគ្រាន់តែសក់ដាញ់គេនៅជាប់នៅក្បាលសោះគេបោះទៅនឹងដីភ្លាមអាសក់នោះក៏បានប្រែក្លាយជាពូឲ្យក្របី2ទៅ3ក្បាលនឹងបើកវែកដេញចឹកមកកាន់ពួកគាត់តែមានឈ្នះពុកបាត់ឯណាពុកបាត់ទម្លាក់រូបសូនស្ការបស់គាត់ទៅហើយលើរូបសូនគឺមានដូចរូបព្រះទេវៈអីមួយចឹងនៅជាពីលើព្រោះថាទម្លាក់ទៅដល់ក្រោមភ្លាមស្កាគាត់ក្បាលគឺធំណាស់ជាស្កាសបានហត់ទីខំសัตว์ពូ2ក្បាលនោះឲ្យវាស្លាប់ប្រកាច់លេបាត់ទៅទាំងពីរគេក៏បានប្រើគុំមកទៀតលុះដល់ពេលគេប្រើមកទៀតនោះគឺជាត្រីអណ្ដែងទេត្រីអណ្ដែងនោះគឺជាប្រភេទត្រីអណ្ដែងខ្មៅគឺមកឡើង3ទៅ4ក្បាលនៅទម្លាក់ទៅនឹងដីការលេងសកុំរបស់ពួកគាត់គឺឈរមកដល់5-6ម៉ែត្រពីគ្នាផងនិយាយទៅគឺបោះទៅបោះមកនៅមុខតែម្ដងព្រោះតែឃើញបែបនេះភ្លាមពុកប៉ាត់គាត់ក៏នឹកឃើញដល់សម្បុកពីងពីងគាត់ដីដែលគាត់មានលើកមុននោះគាត់យកវាមកដល់ក៏ដាក់ញីដៃហើយក៏ទម្លាក់ទៅខាងក្រោមវិញក៏កើតទៅជាសំណាញ់ទៅក្របពីលើត្រេនដៃនោះរួញទូចទៅដល់ពេលវារួញទូចទៅវាគ្រាន់តែជាកូនត្រេនដៃទូចមួយដែលគេហាក្រៀមហើយប្រឡាក់ទៅដោយផេះហើយមានរុំនៅខ្សែអំបោះក្រហមនៅជុំវិញនោះហើយពុកប៉ាត់ក៏រើយកមកទុកនៅក្នុងថង់យាមហើយគេឃើញនេះគេរៀងខឹងដែរគេក៏បានប្រើខាត់គោលគេមក2ក្បាលទៀតតែពុកប៉ាត់គាត់ក៏បានយកអាក្របីធ្នូ2ក្បាលដែលគាត់ចាប់បាននៅមាត់ច្រកផ្លូវយកប្រឡែងទៅដល់ពេលគាត់ប្រឡែងទៅសត្វជាធម្មតាវាស្គាល់ម្ចាស់វាតែអត់តែនឹងដៃពុកប៉ាត់បញ្ចុះគុំថ្មីធ្វើឲ្យសត្វនោះវាស្ដាប់បង្គាប់ពុកប៉ាត់ទៅវិញនៅពេលដែលក្របីធ្នូវាហត់ទៅដល់វាវត្តសត្វគោបា2ក្បាលនោះឲ្យលេបាត់ទៅទាំងពីរឃើញបែបនេះភ្លាមគេក៏លើកកំភ្លើងបាញ់តែជាសំណាងល្អដែលគ្រូមារួមជាមួយនឹងពុកប៉ាន់ពាក់នៅព្រះខ្វាមនៅជាប់នឹងកនិយាយទៅមិនថាជាខ្នែជ្រូកព្រៃឬមួយក៏ជាព្រះខ្វាមទេគឺសុទ្ធតែជាវត្ថុស័ក្តិសិទ្ធិមានអានុភាពគឺអាស្រ័យទៅលើអ្នកគ្រប់បូជាយ៉ាងហ្នឹងឯងនៅពេលដែលគាត់បៀមចូលទៅមាត់ហើយបាញ់មកមានតែផ្ទុះឯណាផ្ទុះ3កណ្ដុងនៅចិត្តនោះហុយឡើងទៅលោមទៀតត្រូវកូនចៅដួលរេលឃើញបែបនេះភ្លាមគេក៏ចូលមកបោកច្បាប់ជាមួយនឹងគ្រូមារួមជាមួយនឹងពុកប៉ាន់លោកគ្រូមាគាត់មានទៅចៅឯណាធ្វើទៅបើតែគាត់មានអាយុរៀងច្រើនមែនតែគាត់នៅមានកម្លាំងពេញបឹបនៅពេលដែលលោកគ្រូមាគាត់ដើរទៅចិត្តមេចៅគឺគេខ្លាំងណាស់គេធាក់គ្រូមាមួយជើងប៉ាន់ទៀតទៅបងដើមឈើដល់ពេលពុកប៉ាត់គាត់មិនចោលទេគឺបន្ទះសំណកថាគាត់យកមករុំនឹងខ្មងដៃគាត់មុននឹងប្រយុទ្ធនៅពេលដែលគាត់រុំហើយគាត់សូត្រគុំគេថាគាត់ក៏បានចូលទៅប្រយុទ្ធពុកប៉ាត់ដល់ពីចម្ងាយតែមួយដៃបងប្អូននឹងថាបន្ទះកថាសំណោះដែលចាដោយយ័ន្តមហាទងន់នឹងគឺពុកប៉ាត់បានមកពីណាគឺបានមកពីលោកគ្រូរបស់គាត់ដែរជាលោកគ្រូបងរបស់លោកគ្រូមាហើយជាព្រះសង្ឃធូដងគឺលោកបានចងដៃបន្ទះកថាអាគមមហាទងន់នេះនៅជាប់នឹងដៃពុកប៉ាត់ហើយវាមានអានុភាពណាស់នៅពេលដែលពុកប៉ាត់ពាក់ជាប់នឹងដៃកាលណាកម្លាំងនៅក្នុងខ្លួនហាក់បីដូចជាគុណនឹង10គុណនឹង100នោះធ្វើឲ្យពុកប៉ាត់អាចដល់គេមួយដៃប៉ាន់ទៀតទៅបុកដើមឈើបានពេលខ្លះគឺគាត់មិនបាច់ចាំទៅដល់ប៉ះនឹងសាច់ផងគ្រាន់តែយាពីចម្ងាយពួកគេអាចនឹងប៉ាន់ទៀតបានដូចគ្នា
នៅពេលដែលពុកប៉ាត់កំពុងតែប្រយុទ្ធជាមួយនឹងប្អូនរបស់មេចៅនោះឃើញថាគេក៏ខ្លាំងដូចគ្នាគេក៏បានដល់មកបានខ្ទាតរៀងខ្លួនហើយសំណាងឲ្យដែលពុកប៉ាត់គាត់ចាយន់មហាអ៊ុតយន់មហាគង់នៅចំខ្លួនធ្វើឲ្យស្បែកគាត់រៀងស្វិតតែបងប្អូនដូចដឹងស្រាប់ហើយធ្វើតែស្បែកយើងស្វិតមែនតែមេឈើបន្លែមេចម្រាសីនៅពេលដែលយើងប៉ោងបោកទៅនឹងប៉ះនឹងពួកវាអាចធ្វើឲ្យយើងមុតបានដូចគ្នាកំពុងតែប្រយុទ្ធគ្នាស៊ីសាច់ឆុតឈាមពុកប៉ាត់ក៏បានធ្វើឲ្យគ្នារបស់គេប្រមាណនេះមានរបួសរួចពុកប៉ាត់ក៏បានធ្វើជាសញ្ញាដើម្បីឲ្យគ្នារបស់គាត់រត់ចេញទៅនៅពេលដែលគាត់រត់ចេញទៅនោះឃើញថាពួកគេរត់ទៅតាមមាត់ច្រកឯពុកប៉ាត់ច្អល់ប្រាប់ហើយពុកប៉ាត់ក៏ចាប់ដើមវាយរំដោះខ្លួនវិញនៅពេលដែលពុកប្រយុទ្ធគ្នានោះពុកប៉ាត់ក៏បានវាយផងប្រើសារៈគុំផងដើម្បីឲ្យទៅជួយទប់ផ្លូវដើម្បីកុំឲ្យមេចៅពីអ្នកបងប្អូនតាមពួកគាត់បានណាព្រោះថាគ្នារបស់គេត្រូវបានពុកប៉ាត់សណ្ដំផងនិងវាឲ្យរបួសផងហើយលោកគ្រូមេក៏បានកាន់ដៃពុកប៉ាត់រត់មកដល់មាត់ច្រកខ្ទមផ្ទះលោកយាយឃើញថាលោកយាយរួមជាមួយនឹងចៅស្រីបានរៀបបង្វិចឲ្យរួចស្រេចដូចជាដឹងមុនថាពួកគាត់ទាំងពីរនាក់បានរត់មកចាំនៅច្រកនេះអញ្ចឹងឃើញបែបនេះភ្លាមពុកប៉ាត់ក៏បានកាន់ដៃលោកយាយរួមជាមួយនឹងចៅស្រីរត់ឆ្លងផ្លូវរួចលោកគ្រូមេក៏បានប្រើសារៈគុំ2ដើម្បីក៏បានទប់ស្ទាក់ផ្លូវកុំឲ្យគេតាមបន្ទាន់ណាព្រោះគាត់រត់មកនេះគឺគាត់ប្រើគុំបង្រួញដីហើយគាត់ដឹងច្បាស់ថាគេមកនោះគឺគេប្រើគុំនឹងដូចគ្នានៅពេលដែលរត់ចេញមកដល់មាត់ព្រៃមាត់ច្រកដែលត្រីចេញនឹងលោកគ្រូមេគាត់ក៏បានប្រើគុំអ្នកមកបិទអ្នកមកបាំងដើម្បីឲ្យបាំងចិត្តនៅច្រកផ្លូវទាំងអស់នឹងកុំឲ្យគេរកផ្លូវចេញមកបានគាត់ថាអាគមនឹងមិនសូវជាខ្លាំងប៉ុន្មានទេនៅចាញ់អំណាចអាគមពេញពីបំផុតដីទេតែគ្រាន់ថាគាត់អាចបោះបាំងផ្លូវកុំឲ្យគេតាមតអញ្ចឹងហើយគាត់ប្រើអាគមមកវាយដានទៀតធ្វើឲ្យគេមកដល់គេស្រឡាំងកាំងរកផ្លូវមិនឃើញអញ្ចឹងទៅគាត់ថានៅតាមផ្លូវដែលគាត់រត់មកនោះផ្ទៃបន្ទោផងរន្ទះផងនេះគេចង់សង្កាំងចក្រវាលរបៀបថាគេធ្វើឲ្យរន្ទះបាញ់ផងផាំងឲ្យគាត់ភ័យស្លុតអីចឹងនៅពេលដែលគាត់រត់មកដល់កាន់តែឆ្ងាយទៅក៏ប៉ះប្រទះនឹងក្រុមមនុស្សដែលរត់មកមុនតាមច្រកផ្លូវដែលគាត់ប្រាប់ពួកគេរត់មកគឺមានអាការៈហៀវហត់លុះពេលរត់មកដល់ច្រកហ្នឹងក៏មិនដឹងថានៅព្រៃម្ដុំណាឲ្យប្រកាសទេតែគាត់បានចង្អុលទៅព្រៃខាងត្បូងគាត់ថារត់ទៅជ្រុងនោះសិនទៅហើយចាំគាត់នៅម្ដុំនោះចាំពេលគាត់ទប់ទល់ជាមួយគេបានចាំគាត់តាមក្រោយព្រោះគាត់ដឹងថាមកនឹងគឺមកតែពីរអ្នកបងប្អូនទេអត់មានគ្នាច្រើនទេលុះដល់ពេលមួយសន្ធូធំក្រោយមកគ្រូមៀក៏ដឹងច្បាស់ថាគេស្រែកព្រៃនៅបានមែនគេស្រែកបាននេះគេកំពុងតែបង្រួញដីដើម្បីមកតាមគាត់ទៀតហើយគេប្រើបរិវារគេមកតាមស្ទាក់គាត់បរិវារដែលគេប្រើមកគឺមានច្រើនទេដូចជាសត្វថ្មេតប្រជីវនិយាយទៅគឺសត្វពស់សត្វខ្លែងអញ្ចឹងទៅគេក្រហមគេអីធ្វើឲ្យគាត់ភ័យស្លុតអីអញ្ចឹងហើយតាមផ្លូវដែលគាត់មកដោយបាននិយាយពីដំបូងអញ្ចឹងគឺគេប្រើគុំសំកាំងចក្រវាលរន្ទះបាញ់ដើមឈើមេឈើនៅចិត្តព្រៃហ្នឹងនឹងបាក់ស្រុតនៅដីអស់ធ្វើស្ទាក់ផ្លូវគាត់ដើម្បីកុំឲ្យគាត់ចេញហើយនៅពេលដែលគាត់កំពុងតែរត់ហ្នឹងគាត់ដឹងថារត់ទៅរមកកន្លែងដែរមានន័យថាគេកំពុងតែចុងព្រៃម្ដុំនោះមេចៅពីអ្នកបងប្អូននោះតាមពិតទៅគឺពួកគាត់ទាំងពីរនាក់មានវ័យចំណាស់ណាស់ទៅហើយបើនិយាយអំពីអាយុវិញគឺក្បែរប៉ែតហើយនោះតែគ្រាន់ថាគេនៅមានកម្លាំងមាំមួនដើមអំណាចអ្នកគុំទាំងនឹងខ្លួនណាដោយសារតែគេបានស្លាប់នៅយុទ្ធបូជាចាញ់ថ្វាយគ្រូគេហើយអំណាចដែលគុំនៅក្នុងខ្លួននឹងក៏មិនមែនជាអាគមលោអ្វីដែរហើយគេមកនឹងគឺមកដោយអំណាចអាគមដែលគ្រូគេបញ្ជាទេនៅតាមផ្លូវដែលគេមកគេចងព្រៃគេប្រើសារៈគុំតែពួកគាត់ចេះតែទប់បានយ៉ាងទៅលុះមកដល់ក្រោមដើមឈើធំមួយលោកគ្រូមាក៏បានដកយកនៅដងឈើច្រត់គាត់ថាដំបូងមើលទៅដូចដងឈើច្រត់នឹងតូចទេតែដល់ពេលគ្រូមាកាន់ឲ្យសូត្របន្តិចដងឈើច្រត់ក៏ចាប់ផ្ដើមធំហើយគាត់ក៏បានគូសនៅជាមួយបរិវេណដើមឈើដែលគាត់ស្នាក់នៅនោះហើយគាត់ក៏បានហុចដងឈើច្រត់នោះមកឲ្យពុកប៉ាត់កាន់ចំដៃហើយលោកគ្រូមាក៏បានប្រាប់ថាឲ្យដកយកកំបិតចេញពីដើមឈើច្រត់នេះមកនៅពេលដែលពុកប៉ាត់ដកចេញមកគឺជាកំបិតផ្លែប៉ិនម្រាមពីធ្នាប់ដៃឈើច្រត់នោះវារាងធំហើយមើលទៅឈើច្រត់គឺបោកក្បាច់ស្អាតណាដល់ពេលពុកប៉ាត់ក៏កាន់ចំដៃហើយគ្រូមាបានប្រាប់ថាឯងទប់ទល់ជាមួយនឹងអាសត្វតូចតាចវាមកទៅហ្នឹងវាចូលក្នុងសមាធិបានទេតែក៏ត្រូវការឲ្យមានកំបិតដើម្បីកាប់វាដែរព្រោះខ្លាចវាមិនដងសីមាអញ្ចឹងទៅលោកគ្រូមាគាត់អត់ធ្វើទេគាត់ហុចអាវុធការពារខ្លួនមកឲ្យពុកប៉ាត់ហើយ
គាត់អង្គុយពេលភ្នែកនឹងដីសញ្ជឹងពិចារណាភីវនីអីចឹងទៅគាត់សូត្រអាគមបណ្ដាគាត់សូត្រអីបណ្ដាចឹងណាដើម្បីឲ្យគ្រូឡើងកាន់ខ្លួនគាត់ណាហើយពុកប៉ាត់គាត់ក៏ជួយសូត្រដែរតែគាត់នឹងថាគាត់សូត្រនឹងចងសីមាមួយជាន់ទៀតគាត់ប្រើដូចជាសីមាកំផែងកែវ7ជាន់សីមាកំផែងពេជ្រសីមាកំផែងមាសសីមាកំផែងប្រាក់គឺគាត់ប្រើសឹងតែអស់ហើយណាហើយគាត់ប្រើអាគមគេថាគាត់បន្ថែមទៀតចូលពីលើមួយជាន់ទៀតដើម្បីការពារខ្លួនពីក្រុមមេឆៅពីអ្នកបងប្អូននោះលុះដល់ពេលរត់មកដល់មកប្រេងគេឃើញគាត់នៅនឹងមុខក្រោមដើមឈើនឹងដែរគេក៏បានដកកំភ្លើងមកបាញ់តែបាញ់ទៅមិនបន្ទុះគេបំរុងនឹងដែរចូលមកតែហាក់បីដូចដើរចូលមកមិនកើតតែមើលទៅគឺគ្រូមាកំពុងតែប្រើអាគមពីងពីងបត់ដីគឺថាចេញក៏មិនបានចូលក៏មិនបានព្រោះវាជាសំណាញ់ពីងពីងមេចានឹងគេខឹងណាស់គេក៏អង្គុយពេនផ្ទែនឆ្ងាយពីទីនេះប្រហែលជា10ម៉ែត្រមួយសន្ទុះគេក៏សូត្របាច់ដីទៅនឹងដីសោះស្រាប់តែកើតមានរតែគោ2ទៅ3មានអ្នកបននៅលើនឹងតែមានក្បាលទេហើយមានកងទ័ពកាន់ដាវកាន់អីអញ្ចឹងទៅគឺបសំដៅមករកលោកគ្រូមាតែគ្រាន់ថាមកដល់ត្រឹមខ្សែសីមាដែលគាត់ចូលនឹងគឺចោតទេពុកប៉ាន់គាត់ក៏យកកំបិតដែលគាត់កាន់ជាប់នឹងដៃនឹងសូត្រនៅមុនគេថារួចក៏គប់វាទៅមុខគ្រាន់តែកំបិតធ្លាក់ទៅដល់ដីសឹងតែមិនទាន់ទេក៏បានកើតទៅជាសត្វខ្លា2ក្បាលមានមាឌធំដំបងភ្នែកក្រហមនិងដេញខំគោរួមជាមួយនឹងមនុស្សដែលនៅជិះលើរទេះគោនៅទៀតធ្វើឲ្យគោនិងមនុស្សនឹងរត់រប៉ាត់របាយហើយរលាយបាត់អស់ទៅមួយសន្ទុះគឺមេចៅនោះបានប្រើព្រីភ្នំមកហើយព្រីមួយគឺមិនមែនតូចណាតែកម្ពស់ឡើងចង់កម្ពស់ដើមថ្នោតដៃជើងវិញគឺស្ដុះស្ទើររោមភ្នែកឡើងក្រហមពោះឡើងកំប៉ោងដើរសំដៅមករកពុកប៉ាត់តែក៏ត្រូវបានពុកប៉ាត់គាត់ពូតបំណុតដីដែរដីសាននៅជិតនោះសូត្រនៅមុនគេថាកើតទៅជារូសសូនមួយដល់ពេលពុកប៉ាត់ក៏ផ្លុំរយផែតទៅក៏កើតទៅជាកុមារទេពនេះទីសោតក៏បានរត់ទៅសំដៅទៅវាយកំទេចព្រាអនោះធ្វើឲ្យរលាយបាត់គឺមែមនេះភ្លាមគ្រូនោះក៏បានចាប់យកកុមារទេពទៅទុកកុមារទេពនៅពេលដែលគេចាប់បានភ្លាមក៏បំបែករូបរាងកាយរលាយបាត់សូម្បីតែវិញ្ញាណក៏មិនស្ថិតស្ថេរនៅដែរមូលហេតុដែលពុកប៉ាត់គាត់ជប់ឡើងបែបនេះគឺរបស់ខ្លះគឺគាត់មិនបានយកមកតាំងខ្លួនទេអញ្ចឹងគាត់ចេះតែជប់ចេះតែឧបដិកដើម្បីទប់ទល់ជាមួយគេសិនណាពុកប៉ាត់គាត់ស្មូនរូបកោមេគាត់ស្មូនអីចឹងទៅគាត់ចេះតែគប់ទៅបោះទៅមុខទៅសូត្របណ្ដារយផែបណ្ដាគប់បណ្ដាអញ្ចឹងទៅហើយគ្រូមេចេះតែនឹងសូត្រអាគមដូរតមួយសន្ទុះធំក្រោយមកហាក់បីដូចជាមានខ្យល់បោកបោកមកយ៉ាងខ្លាំងវគ្គនេះដល់វគ្គដែលលោកគ្រូមេគាត់ប្រើអាគមសំកាំងចាក់កវាម្ដងហើយមេចាប់ដល់មានផ្គររត់ផ្ទះបាញ់ផងផាំគាត់លើកដៃដូចជាបាញ់ធ្នូអញ្ចឹងបាញ់ទៅកាន់មេចៅទាំងពីរអ្នកបងប្អូននោះហើយមេចៅពីបងប្អូនក៏លើកដៃប្រណោសំពះកើតជារន្ទះដូចគ្នានិយាយទៅគឺរន្ទះបាញ់ទៅបាញ់មកហ្មងគ្រូមាឃើញអាការល្អក៏បានយកដៃដល់ជាប់នៅនឹងដីហើយក៏ផ្ទុះបាក់ម៉ៃឈើដែលនៅចិត្តនឹងក្រុមចៅនោះបាក់ធ្លាក់អស់សង្កត់ត្រូវជើងពួកគេក៏បានលើកម៉ៃឈើនោះចេញនិងបានសម្លឹងមើលមកកាន់គ្រូមាដោយសេចក្តីខឹងក្រោធមួយសន្ទុះគេក៏បានយកដាក់កំដាប់ដៃរបស់គេនោះដល់ជាប់ទៅនឹងដីវិញក៏ធ្វើឲ្យគ្រូមាខ្ទាតប៉ើងមកខាងទៅបុកនឹងគល់ឈើនោះគ្រូមាក៏ងើបមកដោយមានឈាមក្អួតចេញតាមមាត់ផងនៅម្ដងនេះគឺលោកគ្រូមាដោះយកកម្មមកកាន់ជាប់នឹងដៃដោយក៏បានសូត្រឆ្លីចោះឆ្លីឡើងហើយក៏បោះវាទៅមុខកម្មនោះក៏បានដាច់ទៅនឹងដីហើយកើតទៅជាសម្បុកអមល់3ទៅ4ក្បាលហោះទៅដេញខាំពួកគេតែគ្រាន់ថាទៅដល់ជាងទៅគេមានកំបត់គេកាប់ហងកាប់ទៅកាប់មកអញ្ចឹងគេក៏បានយកក្អមមួយតែមានកម្រោក្របទៅលើរួចគេក៏បានបើកកម្រោក្អមនោះហើយកម្រោក្អមនោះក្រោយពេលបើកចេញមកគឺវាទៅហាក់បីដូចជាបាយពូអញ្ចឹងហើយពពុះឡើងហើយក៏ទៅក្រោបពពួកសត្វអាម៉ាន់នោះរលាយបាត់អស់ទៅសកគុំនៅតែបន្តប្រយុទ្ធទៅប្រយុទ្ធមកឃើញតែមិនទាន់ដឹងនរណាឈ្នះនរណាចាញ់នៅឡើយទេដល់ពេលលោកគ្រូមេគាត់ចូលស៊ុបគ្រូគាត់ចូលស៊ុបពេញខ្លួនហើយក៏បានដើរចេញផុតពីសីមាទៅតទល់ជាមួយពួកគេទាំងពីរនាក់តែម្ដងគ្រូមេបានហាមថាមិនឲ្យពុកប៉ាត់ចេញទៅទេលុះដល់ពេលឃើញបែបនេះពុកប៉ាត់ក៏មិនហ៊ានល្មើសនឹងបទបញ្ជារបស់គ្រូមេដែរព្រោះអាគមកំពុងតែជួខ្លួននៅពេលដែលពុកប៉ាត់គាត់ឈរមើលនោះឃើញថាគ្រូមេគឺខ្លាំងមែនទែនគឺផ្ទះបរោះទាំងពីរនាក់នោះមួយដៃប៉ើងទៀតទៅបុកនឹងដើមឈើគេកាប់មកកាន់គ្រូមេដែរមានតែកំបិតកំភ្លើងកាប់ផងចាក់ផងបាញ់ផងតែមិនឃើញមុតសាច់ស្បីតែមិនតិច
គ្រូមីក៏តែពីចាប់ក្រវែងបោករហូតដល់គ្រូមីចាំបាច់ករុញផ្ទប់ទៅនឹងដើមឈើគ្រូមីខឹងណាស់ហើយនិយាយសម្លុតទៅកាន់គេថាបើឯងនៅតែព្យាបាលមកកាន់ឯភូមិហើយមិនប្រមផ្សាយក្រុមចិនទៀតជីវិតឯងអញមិនទុកទេហើយសម្លេងនេះគឺជាសម្លេងរបស់គ្រូមីផងនិងសម្លេងមិនមែនជារបស់គ្រូមីផងមិនដឹងថាជាញៀនបារមីឬមួយក៏លោកគ្រូមួយណាទេចូលសន្តិលោកគ្រូមីទៅធ្វើឲ្យកម្លាំងគាត់កើនទ្វេបែបនេះនៅពេលដែលគ្រូបែបនេះព្រាមចោលក៏ចាប់បានសំពះមកកាន់លោកគ្រូមីដោយនិយាយថាខ្ញុំខ្លាចហើយកុំសម្លាប់ខ្ញុំអីខ្ញុំមានអាយុច្រើនហើយដល់លេងខ្ញុំទៅបើអ្នកលេងខ្ញុំនឹងឈប់ធ្វើជាចៅឈប់ទៅប្លន់អ្នកស្រុកទៀតហើយខ្ញុំនឹងផ្សាយក្រុមចេញនឹងរត់ទៅនៅឆ្ងាយគេចចេញពីទីនេះគ្រូមានលើបែបនេះហើយក៏បានទម្លាក់គេចុះបន្តិចដោយស្ដាប់សម្ដីគេមើលទៅហាក់បីដូចជាអង្វរកគាត់ឃើញហើយមិនទុកចិត្តគាត់ក៏បានយកដៃស្រូបដោយបន្ទះកថាដែលពុកបាត់ប្រើមិននឹងយកមកកាន់នឹងសូត្រមន្តគាថាដើម្បីបន្សាបាគមដោយអ្វីដែលគ្រូមីធ្វើមែនពុកបាត់សម្លឹងមើលឃើញទៅថាបុរសទាំងពីរនាក់ក៏ចាប់ផ្ដើមសាបនឹងមន្តអាគមតែគ្រាន់តែគេមិនឈួតទេតែបើថាឲ្យគេត្រឡប់មករៀនទៀតក៏មិនប្រកែដែរដល់ពេលគាត់ប្រសាបហើយយ៉ាងទៅក៏បានដេញបរិសុទ្ធទាំងពីរនាក់ឲ្យចេញពីទីនេះទៅឬគាត់ក៏ចាប់ផ្ដើមនាំពុកបាត់ដើម្បីទៅតាមរកមនុស្សដល់ពេលដែលគាត់ដើរជិតគ្រូមីគាត់ថាគ្រូមីដើរជើងសឹងតែមកដល់ដីទេគឺលឿនណាស់ហើយគ្រូមីកាន់គាត់ជាប់រហូតហើយលបឿនគាត់ដើរហ្នឹងគឺដូចជាគេរត់មនុស្សរត់គុណនឹង10អញ្ចឹងគឺលឿនមែនទែនមុនសន្ទុះធំគឺទៅដល់កន្លែងដែលមនុស្សកំពុងតែពួនចាំគាត់គ្រាន់តែគេឃើញគ្រូមីរួមជាមួយនឹងពុកបាត់ព្រីមគេហូសបាយគេដឹងថាពួកគាត់ទាំងពីរនាក់បានប្រយុទ្ធឈ្នះហើយពួកគាត់ទាំងពីរនាក់ក៏បាននាំអ្នកភូមិមកកាន់កន្លែងបន្ទាយដែលគេចាំលុះដល់ពេលក៏មកដល់មាត់ច្រកដែលត្រូវចេញវិញនោះក៏សាប់តែឃើញទាហានជាច្រើននៅចាំមាត់ច្រកនៅរគាត់នៅម្ដុំឈើកន្លែងគេកាប់ដល់ពេលគាត់មើលទៅឃើញថាមេបញ្ជាការដែលជាមេទាហាននោះគេក៏បានមកឈរជិតគាត់និងបានសួរនំគាត់ថាហេតុអ្វីបាត់ទៅយូរម្ល៉េះគឺបាត់ទៅរហូតដល់ជាង1អាទិត្យទៅហើយយ៉ាងដែលធៀបពិតគាត់បាត់ទៅនេះគឺត្រឹមតែមួយយប់មួយថ្ងៃតែប៉ុណ្ណោះអញ្ចឹងមានន័យថាពេលវេលាក្នុងដានភពដែលគេចងចោលនោះគឺវាផ្សេងគ្នាពុកប៉ាត់រួមជាមួយនឹងគ្រូមីបាននិយាយទៅកាន់មេទាហាននោះថាកុំឲ្យអ្នកស្រុកในភូមិចូលមកកាន់ព្រៃនេះទៀតអីគឺវាមានគ្រោះថ្នាក់អីចឹងទៅហើយគេក៏ព្រមស្ដាប់ដែរដោយសារតែបាត់មនុស្សច្រើនដែរតែមួយថ្នាក់លើក៏ចិត្តតែររឿងដល់ពេលចឹងទៅគេក៏សម្រេចថាអត់ឲ្យមកកាប់ឈើនៅម្ដុំនឹងទេឲ្យកាប់នៅជាព្រៃវិញហើយមនុស្សដែលមកជីករ៉ែនៅម្ដុំជ្រួងមាត់ជ្រោះហ្នឹងគឺគេរ៉ែមកទៀតដែរហើយរឿងរ៉ាវដែលគាត់ប្រមូលជួយមនុស្សនឹងបានគាត់ក៏នាំលោកយាយរួមជាមួយនឹងចៅស្រីរបស់គាត់នឹងឲ្យទៅស្នាក់នៅក្នុងភូមិហើយអ្នកនៅក្នុងភូមិគេក៏គោរពស្រឡាញ់មកកាន់លោកយាយដែរដោយសារតែលោកយាយជាអ្នកដែលជួយមនុស្សដែរនៅទីនោះលោកយាយធ្វើផ្ទះតូចមកល្មមនៅហើយចៅស្រីរបស់យាយគឺនាងមានឈ្មោះថាផ្កាកែវគឺនៅជាមួយនឹងលោកយាយតាំងពីក្មេងតាមពិតទៅនាងគ្មានឪពុកម្ដាយទេហើយផ្កាកែវនៅទីសោតក៏មានចិត្តមកលើពុកប៉ាត់ដែរតែគ្រាន់ថាពុកប៉ាត់យើងគាត់មានចិត្តទៅលើផ្កាកែវឬអត់គឺយើងអត់ដឹងទេហើយសាច់រឿងរបស់យើងក៏មកដល់ទីបញ្ចប់នៅត្រឹមនេះដែរសូមខន្តីអភ័យទោសចំពោះពេលពេចន៍មិនខុសឆ្គងខាងអត្ថបទសូមអរគុណសូមគោរពលាយើងនឹងវិលមកជួបគ្នាម្ដងទៀតនៅអ៊ីពីសូតក្រោយៗទៀតសូមអរគុណ